ក្តីប្រាថ្នារបស់ពពកតូចនៅនគរមួយមានពពកមួយផ្ទាំងត្រូវបានប្រជារាស្ត្រនៃប្រទេសនោះចាប់អារម្មណ៍ខ្លាំងជាងគេដោយសារតែវាមានរូបរាងស្រស់ស្អាតនិងតូចច្រឡឹងជាងពពកដទៃប្រជារាស្ត្របាននាំគ្នាឲ្យឈ្មោះវាថាពពកតូចប្រជារាស្ត្រទាំងអស់សុទ្ធតែបានចាត់ទុកពពកតូចជាមិត្តសម្លាញ់របស់ពួកគេគ្រប់គ្នាបានស្រឡាញ់រាប់អានពពកតូចណាស់ឯពពកតូចក៏ស្រឡាញ់ពួកគេដោយស្មោះទៅវិញដែរជារៀងរាល់ថ្ងៃបណ្ដាប្រជារាស្ត្រតែងតែឆ្លៀតពេលនាំគ្នាមកឈរមើលរូបរាងដ៏ស្រស់ស្អាតរបស់ពពកតូចដែលបណ្ដែតខ្លួននៅលើផ្ទៃមេឃយ៉ាងសប្បាយរីករាយជាពិសេសក្មេងៗតែងនាំគ្នាមកធ្វើការភ្នាល់គ្នាតាមការគិតស្រមៃថាតើថ្ងៃនេះពពកតូចមានរាងជារូបអ្វីទៅឯពពកតូចក៏ពេញចិត្តជាមួយនឹងការធ្វើឲ្យខ្លួនមានជារូបរាងផ្សេងដើម្បីឲ្យក្មេងៗកាត់ស្មានផងដែរពពកតូចមានសេចក្តីសុខជាខ្លាំងហើយអស់បណ្ដាប្រជារាស្ត្រក៏គ្មានអ្វីខ្វល់ខ្វាយនឹងជីវភាពរបស់ពួកគេដែរប៉ុន្តែក្រោយមកមិនយូរប៉ុន្មាននគរនេះក៏ចាប់ផ្ដើមមានបញ្ហាព្រោះប្រជារាស្ត្រនៅទីនេះមានចំនួនកាន់តែច្រើនឡើងដែលធ្វើឲ្យព្រៃឈើត្រូវកាប់បំផ្លាញដើម្បីរុករានធ្វើស្រែចម្ការការកាប់បំផ្លាញព្រៃឈើបាននាំឲ្យអាកាសធាតុចេះតែក្តៅឡើងពីមួយថ្ងៃទៅមួយថ្ងៃបង្កើតជាគ្រោះរាំងស្ងួតគ្រោះអត់ឃ្លានជាបណ្ដាហើយនឹងអាចបណ្ដាលឲ្យមានខ្យល់ព្យុះយ៉ាងធំមកបំផ្លិចបំផ្លាញផលដំណាំនិងផ្ទះសម្បែងប្រជារាស្ត្រថែមទៀតផងឃើញគ្រោះអាក្រក់ចូលមកដល់ដូច្នេះពពកទាំងឡាយមានការភ័យព្រួយយ៉ាងខ្លាំងហើយពួកគេក៏បានចាប់ផ្ដើមរត់ភៀសខ្លួនម្ដងមួយចេញពីនគរមួយនេះទីបំផុតមិត្តភ័ក្តិជាពពកដូចគ្នាដែលនៅសល់បាននិយាយជាមួយពពកតូចថាពពកតូចពួកយើងនឹងត្រូវចាកចេញពីនគរនេះទាំងអស់គ្នាហើយមិនយូរប៉ុន្មានប្រកាសជាកើតមានព្យុះធំមិនខានប្រសិនបើមានព្យុះបោកបក់មកមែនកម្លាំងរបស់ខ្យល់នឹងធ្វើឲ្យខ្លួនប្រាណរបស់ពួកយើងបែកខ្ញែកខ្ទេចខ្ទីអស់ជាមិនខានឯមិត្តភ័ក្តិដុំពពកមួយផ្ទាំងទៀតក៏និយាយបន្តមែនហើយបើពួកយើងមិនប្រញាប់ចាកចេញពីនគរនេះទេខ្លួនពួកយើងប្រកាសជាត្រូវបែកខ្ទេចអស់មិនខានខ្យល់ព្យុះដែលកើតឡើងគឺមហាព្យុះកំបុតត្បូងវាកាចសាហាវខ្លាំងណាស់យើងមកតែមិនអាចជួយអ្វីដល់ប្រជារាស្ត្រនៅទីនេះបានទៀតទេប៉ុន្តែគួរឲ្យអាណិតអាសូរពួកប្រជារាស្ត្រខ្លាំងណាស់បើពួកយើងចាកចេញទៅតើពួកគេនឹងរស់នៅយ៉ាងម៉េចកើតពពកតូចប្រកែកប៉ុន្តែយើងមិនអាចទប់ទល់នឹងកម្លាំងខ្យល់បានទេពពកតូចនៅតែអង្វរគួរតែសាកមើលសិនខ្ញុំចង់ឲ្យនគរមួយនេះត្រឡប់មកដូចដើមវិញប៉ុន្តែយើងត្រូវគិតពីខ្លួនឯងផងពពកតូចពពកដទៃព្រមានតែខ្ញុំចង់តស៊ូសាកលមើលពពកតូច
ជំនះដាច់ខាតណែនាំមិនស្ដាប់ដូច្នេះមិត្តភក្តិគេម្នាក់ក្រវីក្បាលហួសចិត្តចំពោះភាពមានះរបស់វាហើយនៅល្ងាចថ្ងៃនោះដែរពួកគេទាំងឡាយក៏បាននាំគ្នាចាក់ចេញពីនគរនេះអស់រលែងសល់តែពពកតូចមួយគត់សុកចិត្តស្ថិតនៅម្នាក់ឯងជាមួយនឹងប្រជារាស្ត្រទោះបីជាដឹងថាខ្លួនឯងនឹងត្រូវរលាយបាត់រូបក៏ដោយពីថ្ងៃក្រោយមកក៏មានខ្យល់ព្យុះពិតមែនគឺជាមហាព្យុះដែលអាចធ្វើឲ្យផ្ទះសម្បែងរបស់ប្រជាជនជាច្រើនដួលរលំនិងប៉ើងទៅលើមេឃមនុស្សម្នានាំគ្នាស្រវាតោងអ្វីគ្រប់យ៉ាងដែលអាចតោងបានដើម្បីកុំឲ្យខ្លួនឯងប៉ើងទៅតាមខ្យល់ដូចជាផ្ទះទាំងនោះចំណែកពពកតូចដែលនៅតែម្នាក់ឯងក្នុងមេឃនៅតែប្រឹងប្រែងទប់ទល់ជាមួយកម្លាំងខ្យល់យ៉ាងក្លាហានបំផុតនៅពេលខ្លួនគេត្រូវព្យុះបំបែកជាបំណែកខ្លះនោះពពកតូចព្យាយាមប្រមូលផ្ដុំបំណែកតូចទាំងអស់មកវិញបើប្រមូលមិនបានគឺដោយសារតែវាហើរផុតពីនគរនេះទៅពពកតូចសុកចិត្តលះបង់ចោលបំណែកតូចនោះបណ្ដារាស្ត្រមានទឹកចិត្តរំភើបនិងស្ញប់ស្ញែងក្រៃលែងនៅពេលឃើញពពកតូចសុកចិត្តលះបង់ខ្លួនទប់ទល់ជាមួយខ្យល់ព្យុះកំណាចដើម្បីធ្វើជាមិត្តកំដរក្នុងគ្រាដែលពួកគេកំពុងតែជួបប្រទះអាសន្នដូចនេះតើពពកតូចអាចទប់ទល់បានប៉ុន្មាននៅពេលដែលព្យុះកាន់តែធំទៅនោះប៉ុន្តែហេតុអស្ចារ្យមួយបានកើតឡើងនៅខណៈពេលដែលពពកតូចចាប់ផ្ដើមទ្រាំលែងបានហើយកំពុងតែបែកជាដុំពពកតូចទៅតាមកម្លាំងព្យុះនោះស្រាប់តែមើលពីចម្ងាយទៅពពកតូចឃើញពពកជាច្រើនកំពុងតែហោះសំដៅមកកាន់នគរនេះហើយបណ្ដែតខ្លួនតម្រង់មករកគេក្រុមពពកដែលកំពុងតែហោះមករកពពកតូចម្នាក់រន្ធត់ចិត្តនៅពេលឃើញខ្លួនរបស់ពពកតូចបែកខ្ចាត់ខ្ចាយគេប្រញាប់ប្រមូលបំណែកផ្សេងមករួមគ្នាឲ្យទៅជាពពកតូចដោយដើមវិញយ៉ាងឆាប់រហ័សដុំពពករួមគ្នាម្ដងមួយដុំរហូតคล้ายទៅជាដុំពពកដ៏ធំគ្របដណ្ដប់ពាសពេញនគរអរគុណខ្លាំងណាស់ដែលមកជួយខ្ញុំទាន់ពេលវេលាពពកតូចសម្ដែងអំណរគុណចំពោះពពកទាំងឡាយពពកមួយផ្ទាំងនិយាយឆ្លើយមិនអីទេពួកយើងកោតសរសើរភាពក្លាហានរបស់ឯងជាខ្លាំងពេលនេះពួកយើងមករួមផ្ដុំគ្នាឲ្យណែនកក់កុញទើបខ្យល់វាមិនអាចបោកបក់យើងបានហើយពួកយើងក៏អាចคล้ายទៅជាភ្លៀងធ្លាក់នៅក្នុងនគរមួយនេះដើម្បីឲ្យប្រជាជនអាចដាំដើមឈើធំនៅទីនេះដូចដើមវិញបានពពកតូចនិយាយដោយក្តីរំភើបអរគុណពួកឯងណាស់ដែលព្រមជួយប្រជារាស្ត្រតាមពិតយើងមកជួយឯងទេតើពពកតូចព្រោះឯងពិតជាវីរបុរសរបស់ពួកពពកមែនឯងបានធ្វើឲ្យប្រជារាស្ត្រជឿទុកចិត្តលើពួកពពកយើងដោយសារឯងមិនព្រមរត់ទៅណាចោលទីនេះដូច្នេះអ្វីដែលពួកយើងគួរធ្វើគឺជួយឲ្យនគរមួយនេះវិលត្រឡប់មករកសភាពដើមវិញទុកជាការតបស្នងចំពោះភាពស្មោះត្រង់និងភាពក្លាហានរបស់ឯងពពកមួយនិយាយឆន្ទៈក្នុងការធ្វើអំពើល្អគឺពិបាកនឹងធ្វើបានណាស់
ជួនកាលអ្វីដែលយើងធ្វើអាចថាគ្មាននរណាយល់គ្មាននរណាដឹងគ្មាននរណាជឿនិងគ្មាននរណាគាំទ្រមានបុគ្គលជាច្រើនគិតចង់ធ្វើអំពើល្អប៉ុន្តែពួកគេគ្មានសេចក្តីក្លាហានក្នុងការធ្វើនិងគ្មានភាពដាច់ខាតចំពោះអំពើល្អដែលគេធ្វើទាល់តែសោះទោះបីជាមិនមានឧបសគ្គធ្ងន់ធ្ងរអ្វីក៏ដោយប្រហែលជាមានតែវីរបុរសដូចអាកូនពពកឯងប៉ុណ្ណោះដែលព្រមធ្វើព្រឹទ្ធាចារ្យពពកនិយាយមុននឹងមានសម្លេងផ្គរលាន់ក្តាំងក្តាំងហើយដុំពពកទាំងអស់ត្របាញ់ចូលគ្នាដើម្បីបញ្ចេញទឹកភ្លៀងនៅក្នុងខ្លួនពួកវាឲ្យធ្លាក់ចុះមកលើផែនដីក្រោយពីថ្ងៃនោះមកប្រជារាស្ត្រនៅនគរនេះចាប់ផ្ដើមដាំដុះព្រៃឈើសាជាថ្មីហើយព្រមទាំងមើលថែព្រៃឈើយ៉ាងយកចិត្តទុកដាក់ដោយមានក្រុមពពកដ៏គួរឲ្យស្រឡាញ់នៅជួយទំនុកបម្រុងមិនយូរប៉ុន្មានមានពពកជាច្រើនបានស្នាក់អាស្រ័យនៅលើមេឃនៃនគរមួយនេះប៉ុន្តែទោះជាមានពពកច្រើនប៉ុណ្ណាក៏ប្រជាជននៅទីនេះមិនដែលបំភ្លេចពពកតូចមួយនេះទេពួកគេនៅតែចងចាំពីវីរភាពដ៏អង់អាចក្លាហានរបស់ពពកតូចជាប់ជានិច្ចព្រមទាំងបានកសាងស្ដូបអនុស្សាវរីយ៍ដើម្បីរំលឹកដល់គុណរបស់ពពកតូចផងដែរការចាប់ផ្ដើមធ្វើអំពើល្អជារឿងដែលពិបាកធ្វើប៉ុន្តែឆន្ទៈក្នុងការធ្វើអំពើល្អក៏កាន់តែពិបាកណាស់ទៅទៀតបើគ្រប់គ្នាមានការតាំងចិត្តយ៉ាងមុតមមពិតប្រាកដនោះផលនៃអំពើល្អនឹងតបស្នងមកវិញជាក់ជាមិនខាន